បាទជំរាបសួរប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់អត្ថបទសុខភាពយើងបន្តទៀតជាងអត្ថបទថ្ងៃនេះខ្ញុំនឹងលើកយកពីបញ្ហានិងវិធីមួយចំនួនដើម្បីការពារសុខភាពមុខយើងអ្នកថាកុំឲ្យយើងចាស់ជាងអាយុអ្នកនរគ្នាអញ្ចឹងអត្ថបទនេះខ្ញុំដកស្រង់ចេញពី Healthy Cambodia អញ្ចឹងចំពោះបញ្ហាទី1នៅពេលបញ្ហាទី1អ្នកគ្នាអានេះខ្ញុំស្ដីខុសអញ្ចឹងបញ្ហាទី1គឺវាអាចកើតឡើងដោយសារតែយើងចូលគេងយឺតវាជាចាំបាច់ក្នុងការយើងគេងយ៉ាងហោចណាស់7ម៉ោងក្នុងមួយយប់បើសិនបើអ្នកចូលគេងយឺតញឹកញាប់ស្បែករបស់អ្នកនឹងស្រអាប់និងមានរង្វង់ភ្នែកពណ៌ខ្មៅនេះជាបញ្ហាទី1អញ្ចឹងដែលឡែកសម្រាប់បញ្ហាទី2វាតកតងទៅនឹងប្រភេទស្បែករបស់យើងបើសិនបើអ្នកមិនស្គាល់ប្រភេទស្បែករបស់អ្នកនិងតម្រូវការរបស់វានោះទេទំនងជាអ្នកប្រឈមនឹងបញ្ហាសម្រស់មួយចំនួនឬប្រើប្រាស់សារធាតុសកម្មមួយចំនួនដែលមិនស័ក្តិសមសម្រាប់អ្នកហេតុនេះអ្នកមិនអាចជៀសរួចពីស្បែកយើងវាកាន់តែមានស្លាកស្នាមប៉ុណ្ណោះទេអញ្ចឹងអត្ថបទនេះអ្នកនរអាចធ្វើការមើលបន្ថែមនៅក្នុងគេហទំព័រ Healthy Cambodia តកតងទៅនឹងសុខភាពស្បែកអញ្ចឹងចំពោះបញ្ហាទី2គឺយើងញ៉ាំទឹកតិចតួចអញ្ចឹងការខាសជាតិទឹកអាចរួមចំណែកដល់ការមើលឃើញនៃសញ្ញាភាពចាស់ដូចជាស្បែកស្ងួតនិងជ្រីជ្រួញជាដើមហើយវាក៏អាចជះឥទ្ធិពលអវិជ្ជមានដល់សុខភាពទូទៅផងដែរអញ្ចឹងសម្រាប់បញ្ហាទី4គឺយើងមិនប្រើឡេការពារកម្ដៅថ្ងៃឡេការពារកម្ដៅថ្ងៃយើងគួរតែប្រើរាល់ថ្ងៃនិងគ្រប់ពេលវេលាឬក៏អាចថាគ្រប់រដូវដើម្បីការពារស្បែកយើងពីការបាត់ស្មៅ UV វាជាផ្នែកមួយដ៏សំខាន់នៃយុទ្ធសាស្ត្រការពារកម្ដៅថ្ងៃដែលរួមបញ្ចូលលើការស្លៀកពាក់ខោអាវការពារវ៉ែនតានិងជៀសវាងការត្រូវពីពន្លឺព្រះអាទិត្យអញ្ចឹងយើងត្រូវប្រើប្រាស់ឡេការពារកម្ដៅថ្ងៃសម្រាប់ប្រភេទទី4នេះអញ្ចឹងសម្រាប់បន្ទាប់គឺភាពតានតឹងអញ្ចឹងភាពតានតឹងក៏ជាផ្នែកមួយធ្វើឲ្យយើងបាក់សម្រស់ផងដែរដែលថា stress ជំរុញឲ្យយើងមានការបញ្ចេញ cholesterol ឬហូម៉ូន stress កម្រិត cortisol កាត់ឡើងរ៉ាំរ៉ៃអាចបណ្ដាលឲ្យរលាកពេញសារពាង្គកាយអញ្ចឹងនេះគឺជាអត្ថបទដែលយើងដកស្រង់ចេញពី Healthy Cambodia ដោយមាសច័ន្ទតារាអរគុណអ្នកនរគ្នាសម្រាប់ការតាមដានជួបគ្នានៅអត្ថបទបន្ត